Ba soomជំរាបសួរទៅដល់បងប្អូនអ្នកទី12ទាំងអស់ថ្ងៃនេះលោកគ្រូសូមចេញប្រធានតែសេចក្តីមួយណាប្រធានហ្នឹងអាចថាល្អទាំងថ្នាក់ទី12និងទី11ល្អដូចគ្នាបាទអឺអ្នកខ្លះយល់ថាបាទប្រធានអ្នកខ្លះយល់ថាទានជាអំពើដែលនាំឲ្យមនុស្សកាន់តែធ្លាក់ក្នុងភាពក្រីក្រនិងខ្ជិលច្រអូសចុះអ្នកវិញតើយល់ដូចម្ដេចបាទតើយល់ដូចម្ដេចចូលពិភាក្សាដោយលើកអំណះអំណាងក្នុងសង្គមនិងអក្សរសិល្ប៍ណាមួយមកបញ្ជាក់បាទអញ្ចឹងប្រធានហ្នឹងជាប្រធានពិភាក្សានេះដោយសារតែគេថាចូលពិភាក្សាណាដោយលើកឧទាហរណ៍ក្នុងសង្គមនិងអក្សរសិល្ប៍អញ្ចឹងប្រធាននេះបើយើងនិយាយទៅជាប្រធានពិភាក្សាសុទ្ធប្រធានពិភាក្សាសុទ្ធវាមានមតិតែមួយទេណាអញ្ចឹងយើងមើលគម្រោងតែងរបស់គ្នាបាទនេះគម្រោងតែងអញ្ចឹងបងប្អូនដល់នេះបងប្អូនអាចសរសេរសម្រាយជាតែសេចក្តីមកបាទលំនាំបញ្ហាបាទនេះក្នុងផ្ដើមសេចក្តីលំនាំបញ្ហាការរស់នៅក្នុងសង្គមណាស្របទៅតាមសិលធម៌នៃមនុស្សជាតិមនុស្សត្រូវចេះជួយគ្នាទៅវិញទៅមកក្នុងខណៈដែលអ្នកដទៃជួបប្រទះបញ្ហាឬការលំបាកនានាត្រូវចេះជួយសង្គ្រោះគ្នាទៅតាមការបរិច្ចាគទានការអាចជាសម្ភារៈក្តីស្មារតីក្តីនិងអាចនៅក្នុងន័យជួយអ្នកដទៃបានរស់បន្តជីវិតដូចគ្នាទៀតអញ្ចឹងជាទូទៅគេមិនមែនផ្ដើមតែប៉ុណ្្នឹងហើយចប់ទេផ្ដើមប៉ុណ្្នឹងហើយចប់ខ្លីគេផ្ដើមហើយយ៉ាងទៀតបាទតមកយើងចំណូលថាចំណោទបញ្ហាពេលលំនាំហើយហ្នឹងចំណោទបញ្ហាគឺចំណូលបញ្ហាគឺយើងលើកប្រធានមកដាក់វិញណាចំណូលបញ្ហាហ្នឹងចំណូលបញ្ហាគឺយើងលើកប្រធានហ្នឹងមកដាក់គឺអ្នកខ្លះគេប្រើអាស្រ័យហេតុនេះហើយទើបមានប្រធានមួយលើកឡើងថាអញ្ចឹងទៅឬក៏យើងដាក់ថាប៉ុន្តែផ្ទុយទៅវិញបែរជាមានបុគ្គលមួយចំនួនបែរជាយល់ឃើញថាទានជាអំពើដែលនាំឲ្យមនុស្សកាន់តែធ្លាក់ក្នុងភាពក្រីក្រនិងខ្ជិលច្រអូសបាទបិទវិញខានអញ្ចឹងកន្លែងហ្នឹងគឺយើងសេប្រធានចូលចោតសួរបែបប្រធានពិភាក្សាសុទ្ធបាទតើទស្សនៈនេះត្រឹមត្រូវសមហេតុផលដែរឬទេឬក៏តើទស្សនៈខាងលើនេះត្រឹមត្រូវដែរឬទេតែប៉ុណ្្នឹងក៏បានដែរតែបើយើងដល់ឃ្លាភ្ជាប់សេចក្តីយើងថាដើម្បីជាស្ពានក៏បានជាបឋមក៏បានណាមុននឹងឈានក៏បានដែរអញ្ចឹងដាក់ជាបឋមមុននឹងឈានដល់ទៅការវែកញែកណាទៅវែកញែកមតិខាងលើឲ្យបោះបាយនិងមានភាពត្រឹមត្រូវនោះយើងត្រូវយល់ន័យពាក្យកន្លឹះជាមុនសិនបាទពាក្យកន្លឹះហ្នឹងដូចជាទៀនអញ្ចឹងទៀនហ្នឹងយើងសូមប្រែសេតែពាក្យទៀនអញ្ចឹងមកផងមានន័យថាការផ្ដល់ឲ្យជាអំណោយអ្វីមួយអាចជាថវិកាវត្ថុឬសម្ភារៈផ្សេងៗដល់អ្នកដទៃភាពក្រីក្រសំដៅលើភាពលំបាកខ្វះខាតខ្សត់ខ្សោយនៃជីវភាពហ្នឹងទៅខ្ជិលច្រអូសមិនខិតខំធ្វើការងារមិនចូលចិត្តធ្វើការងារអញ្ចឹងទៅតមកយល់ន័យធានមានថាយើងដកពាក្យកន្លឹះចេញដាក់អត្ថន័យវាចូលដូចនេះមតិធានមានន័យថាការផ្ដល់អំណោយឬបរិច្ចាគអ្វីមួយទៅអ្នកដទៃនឹងធ្វើឲ្យបុគ្គលនោះកាន់តែលំបាកលំបិនកាន់តែខ្ជិលច្រអូសណាមិនខិតខំធ្វើការងារអ្វីទាំងអស់បាទហ្នឹងគឺយល់ន័យធានអញ្ចឹងយើងដាក់បកស្រាយធានយើងដាក់ជាការពិតណាស់មកជាការពិតណាស់មនុស្សរស់នៅក្នុងសង្គមតែងតែមានអ្នកមានអ្នកក្រជារឿងធម្មតាអញ្ចឹងទៅណាកាលណាឃើញបុគ្គលណាម្នាក់ជួបការលំបាកសេចក្តីមេត្តាជួយសង្គ្រោះគ្នាទៅវិញទៅមកអញ្ចឹងក៏លេចចេញនៅការរូបរាងឡើងអញ្ចឹងទៅបាទអញ្ចឹងឥឡូវហ្នឹងគឺបកស្រាយមតិស្របយើងដាក់ថាយើងអាចថាជាក់ស្ដែងសេតទៀតណាសេតកន្លែងខណ្ឌនេះកន្លែងឡើយហ្នឹងកន្លែងមតិហ្នឹងជាក់ស្ដែងការផ្ដល់ទាននឹងនាំឲ្យគេកាន់តែក្រនិងខ្ជិលច្រអូសបុគ្គលដែលយកសេតមកលើមកហ្នឹងបុគ្គលដែលត្រូវគេផ្ដល់អំណោយឬជួយជាសម្ភារៈក្តីថវិកាក្តីនោះកាលបើគេជួយណាឲ្យមានជីវភាពមានសមរម្យមានបានមួយរយៈនោះទេណាមានថាជួយទៅបានជីវភាពសមរម្យតាមមួយរយៈទេរមែងកើតនៅក្តីខ្ជិលច្រអូសលែងចង់ធ្វើអ្វីទាំងអស់ពលគឺចាំតែគេផ្ដល់ឲ្យបើថ្ងៃក្រោយគេខ្វះខាតនោះគេនឹងមានអ្នកដទៃជួយតទៅទៀតទោះជាគេមិនធ្វើអ្វីសោះក៏នឹងទទួលបានផលជាមិនខានបាទអញ្ចឹងណាតើមិនសេតទៀតទៅយើងអាចអាហ្នឹងហៅមិនសំខាន់ណាឧទាហរណ៍យកមកនោះលែងមានការតស៊ូព្យាយាមក្នុងជីវិតបាត់បង់នៅ
មនសិការក្នុងការងារពោលគឺចាំតែគេផ្ដល់ឲ្យស្រាប់បាទស្រាប់ចឹងតមកចាស់បុរាណលោកថាណាចាស់បុរាណតែបដៅថាបង្រៀនមនុស្សឲ្យចេះស្ទួចត្រីប្រសើរជាងឲ្យត្រីទៅមនុស្សនោះបាទការបរិច្ចាគទានឲ្យគេនោះជាការមិនប្រសើរឡើយព្រោះគេនៅតែខ្វះខាតណាត្រូវការជំនួយអ្នកដតីប៉ុន្តែបើបង្រៀនគេឲ្យមានមុខរបរមានចំណេះជំនាញទើបគេអាចរួចផុតពីភាពក្រីក្របាទក្រីក្រឬការចាំបាច់ទទួលនៅផលពីអ្នកដតីបាទហើយហ្នឹងណាបាទអញ្ចឹងយើងអាហ្នឹងលក្ខណៈទូទៅនេះសេតគ្នាមកហ្នឹងអាគំនិតសំខាន់តមកឧទាហរណ៍ក្នុងសង្គមអញ្ចឹងឧទាហរណ៍យើងចុះផ្ទាត់ក៏បានដែរជាក់ស្ដែងនៅក្នុងសង្គមយើងសពថ្ងៃនៅតាមតំបន់ទេសចរឬទីប្រជុំជនមួយចំនួនយើងតែងតែឃើញមានស្មោមសុំទានមានទាំងក្មេងទាំងចាស់ប្រុសស្រីគេហាក់ពុំខ្វល់ខ្វាយការបកស្រាយប្រកបរបររកស៊ីពេញកិច្ចការងារអ្វីតាមតែសមាជិកវងណាបើកាលណាអ្នកមានអ្នកផ្ដល់ឲ្យនៅថវិកាស្មោមទាំងនោះហើយគេនឹងធ្លាក់ខ្លួនក្នុងភាពខ្ជិលច្រអូសធ្វើអ្វីសោះណាលែងធ្វើអ្វីសោះចាំតែសុំទានគេជាដរាបបាទជាដរាបនៅក្នុងអក្សរសិល្ប៍យើងអំណាចក្នុងអក្សរសិល្ប៍ដូចនេះអក្សរសិល្ប៍ពុទ្ធនិយមឬមហាវេស្សន្តរជាតកនៅក្នុងកាន់ជូជក់ដែលនិពន្ធបានបរិយាយអំពីតួអង្គជូជក់ថាជាស្មោមចំទីគាត់សុំរហូតបានលុយ100ហបណៈហើយហ្នឹង100ហបណៈខ្លះសេជាលេខអ៊ីខុសណាសេជាអក្សរ100ហបណៈនឹងខ្លាយទៅជាមុខរបរប្រចាំជីវិតលែងចេះរកស៊ីនិងធ្វើការអ្វីតាមសមាអាជីវៈខ្លួនប្រពន្ធក្មេងរបស់នាងប្រពន្ធក្មេងរបស់តាជញ្ជុហ្នឹងគឺនាងអមតាបណាហ្នឹងយកភាពជ្រៅច្រអូសមកធ្វើជាធំលែងបំរើប្តីចាស់ព្រោះចង់ឲ្យប្តីសុំជាលីនៃសាសនាមកបម្រើខ្លួនកន្លែងហ្នឹងក៏បង្ហាញដែរណាមួយទៀតអ្នកស្រុកស្រីភិរិយរងចាំសុំទានគ្រប់ពេលវេលាណាពីព្រះវេស្សន្តរគឺចាប់តាំងពីព្រះវេស្សន្តរនៅក្នុងព្រះនគររហូតនិរទេសខ្លួនចូលដល់ក្នុងព្រៃនៅភ្នំគិរីមង្គតអ្នកស្រីភិរិយធ្វើបែបនេះព្រោះតែសំអាងថាគេចង់បានណាបើគេចង់បានអ្វីគេសុំព្រះវេស្សន្តរគេនឹងទទួលបានគ្រប់យ៉ាងដោយមិនបាច់ប្រឹងបាទអញ្ចឹងយើងបកស្រាយតាមរឿងហ្នឹងក៏បានដែរតែមកបើយើងសរុបយើងដាក់ហ្នឹងគឺសរុបតាមមតិស្របទេណាសរុបមកការឲ្យទានពិតជាធ្វើឲ្យមនុស្សកាន់តែធ្លាក់ខ្លួនក្នុងភាពក្រីក្រខ្វះខាតជ្រៅច្រអូសលែងធ្វើអ្វីទាំងអស់ពិតប្រាកដមែនដូចជាតួយ៉ាងតួអង្គព្រះវេស្សន្តរជាដើមតួអង្គស្មោមជូជក់ជាដើមអាហ្នឹងក៏បានដែរណាខាន់ហើយយើងដាក់សំណួរភ្ជាប់នេះមិនសំខាន់ទេបើយើងដាក់ក៏បានមិនដាក់ក៏បានដែរបាទអញ្ចឹងតើទានជាអំពើដែលនាំឲ្យមនុស្សកាន់តែធ្លាក់ក្នុងភាពក្រីក្រនិងខ្ជិលច្រអូសមែនឬយ៉ាងណាទៅវិញបាទហ្នឹងណាអញ្ចឹងកន្លែងនេះយើងដាក់មតិផ្ទុយណាចុះមតិផ្ទុយពាក្យថាមតិផ្ទុយកន្លែងហ្នឹងចុះផ្ទាត់បាទយើងដាក់ថាផ្ទុយទៅវិញក៏បានទេពុំពិតដូច្នេះទេក៏បានដែរកន្លែងហ្នឹងណាបើសិនជាយើងធ្វើការវិភាគឲ្យល្អិតល្អន់និងស៊ីជម្រៅជាងនេះទៅទៀតបន្តិចទៀតយើងនឹងមុខជាបានឃើញថាការឲ្យទានពុំបានធ្វើឲ្យមនុស្សធ្លាក់ក្នុងភាពក្រីក្រនិងខ្ជិលច្រអូសនោះឡើយបានជាយើងហ៊ានអះអាងបែបនេះព្រោះការឲ្យទានហ្នឹងមិនសំខាន់ណាស់នេះសំខាន់ក្នុងមតិផ្ទុយឡើយហ្នឹងណាការឲ្យទានគឺជាការជួយសង្គ្រោះមនុស្សឲ្យរួចផុតពីភាពលំបាកមានក្តីសង្ឃឹមមានកម្លាំងរស់រានមានជីវិតបន្តទៅទៀតបាទមកបើយើងទទួលការជួយសង្គ្រោះគេនឹងធូរស្រាលចិត្តបន្តិចដោយគេមិនត្រូវការអ្នកដតីឬសង្គមបោះបង់ចោលបាទគេនឹងមានកម្លាំងចិត្តប្រឹងប្រែងបន្តក្តីសង្ឃឹមបន្តការតស៊ូឡើងវិញនៅក្នុងជីវិតគេមានឱកាសប្រកបរបរចិញ្ចឹមជីវិតរួចផុតពីភាពក្រីក្រតាមរយៈទានឬផ្ដល់ឬដើមទុនដែលគេទទួលបានការឲ្យទានធ្វើឲ្យអ្នកផ្ដល់និងអ្នកទទួលបង្កើតនូវទំនាក់ទំនងសាមគ្គីភាពល្អរវាងគ្នាប្រកបដោយស្មារតីមនុស្សធម៌និងគុណធម៌
ការឲ្យទានចាត់ទុកជាទង្វើល្អក្នុងន័យមនុស្សធម៌មេត្តាករុណាចំពោះមនុស្សជាតិដូចគ្នាណាស់ណាងក្នុងសង្គមប្រទេសជាតិធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាមអស់រយៈច្រើនទសវត្សរ៍ធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពក្រីក្រកត្តានេះនាំឲ្យប្រទេសកម្ពុជាទទួលបាននូវជំនួយមនុស្សធម៌យ៉ាងច្រើនពីបណ្ដាប្រទេសនានាលើពិភពលោកជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធមានអគារស្ពានថ្នល់សាលារៀនឡាការផ្ដល់ជំនួយទាំងនេះធ្វើឲ្យកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការរៀបចំកសាងប្រទេសរហូតបានសុខសន្តិភាពនិងមានការវិវត្តបាទបច្ចុប្បន្នកម្ពុជាក៏បានស្ថាបនាមានស្ថាប័នមនុស្សធម៌មួយដ៏ធំគឺកាកបាទក្រហមកម្ពុជាស្ថាប័ននេះបានដើរតួយ៉ាងសំខាន់ផ្ដល់ក្នុងការជួយសង្គ្រោះជនកំសត់ទុរគតជនគ្មានទីពឹងចាស់ជរាឡាដែលបង្ហាញពីស្មារតីសង្គ្រោះនិងជួយឲ្យមនុស្សឲ្យមានរស់រានមានជីវិតបន្តទៅទៀតបាទអញ្ចឹងយើងណាស់ណាក្នុងសរសើរម្ដងណាស់ណាក្នុងសរសើរមានដាក់ថាជាក់ស្ដែងមកយើងមើលក្នុងស្នាដៃអក្សរសិល្ប៍ឬប្រវេសសដឬក៏រឿងមហាវេសដជាដកពួកអង្គប្រវេសសដបានជួយសង្គ្រោះអ្នកស្រុកកលឹងរាជដែលជួបគ្រោះទុរភិក្សដោយរាំងស្ងួតការដាក់ទានដំរីបច្ច័យនេះបានធ្វើឲ្យអ្នកស្រុកកលឹងរាជមានទឹកភ្លៀងបរិបូរសម្រាប់ការធ្វើកសិកម្មនិងមានជីវិតជាភាពល្អប្រសើរឡើងវិញបាទអញ្ចឹងយើងសរុបសេចក្តីសរុបមកណាសរុបបន្តិចទុយណាប្រើវាសរុបមកទានជាសកម្មភាពមនុស្សធម៌ប្រកបទៅដោយភាពល្អឥតខ្ចោះក្នុងការជួយសង្គ្រោះពុំមែនធ្វើឲ្យមនុស្សក្រីក្រនិងខ្ជិលច្រអូសឡើយសរុបមតិស្របមតិទុយហើយយើងសរុបរួមដាក់ចុះតតមករួមសេចក្តីមកអ្នកខ្លះហៅថាមតិវិភាសាកន្លែងហ្នឹងអ្នកខ្លះហៅថាសង្យោគក៏បានដែរកន្លែងហ្នឹងបាទអញ្ចឹងជារួមមកវិញណាជារួមមកវិញមតិស្របនិងមតិទុយសុទ្ធតែមានហេតុផលរៀងខ្លួនយ៉ាងម្នាក់តែមតិស្របហាក់មិនទាន់ត្រឹមត្រូវទេព្រោះការមិនឲ្យតម្លៃទៅលើស្មារតីមនុស្សធម៌ការចេះជួយគ្នាទៅវិញទៅមកក្នុងសង្គមជាធម្មតាទេនោះត្រូវការចេះជួយគ្នាហើយការចេះជួយគ្នាឲ្យជាទានមិនអាចធ្វើឲ្យមនុស្សក្រនោះទេលើកលែងតែមានកត្តាផ្សេងទៀតដូច្នេះមតិទុយបាទមានលក្ខណៈសមហេតុផលជាងណាវាចម្លែកវិធានអានេះយើងចុះបន្ទាត់មកដាក់ឆ្លងតាមការវែងញែកខាងលើមតិវិធានខាងលើលើកឡើងពុំមានលក្ខណៈត្រឹមត្រូវនោះទេព្រោះអ្នកទទួលអំណោយឬទានពីអ្នកដទៃគឺនឹងមានឱកាសកសាងស្ដារជីវភាពប្រសើរឡើងវិញទៅតាមស្ថានភាពសមត្ថភាពលទ្ធភាពសមត្ថភាពរបស់ខ្លួនម្យ៉ាងទៀតការដាក់ទានត្រូវបានចាត់ទុកថាជាទង្វើប្រកបដោយគុណធម៌សម្រាប់មនុស្សប្រទេសជាតិនិងសកលលោកទាំងមូលបាទអញ្ចឹងយើងវាម្លែកធានហើយយើងដាក់តែទៅខ្លួនដូច្នេះក្នុងនាមយើងក្នុងនាមជាមនុស្សយើងត្រូវមានស្មារតីចេះជួយគ្នាគ្រប់កលៈទេសៈដើម្បីកសាងសង្គមមួយពោរពេញទៅដោយក្តីស្រឡាញ់ភារតភាពណាភារភាពនិងសាមគ្គីភាពបាទអញ្ចឹងនេះគឺជាតែងសេចក្តីបែបពិភាក្សាសុទ្ធអញ្ចឹងបងប្អូនមានឆ្ងល់អីអាចខមមិនខាងក្រោមវីដេអូហ្នឹងមកហើយមើលមួយហើយអាចកត់ឡើងវិញទៅមកយើងនឹងចាំប្លង់នៃសំណេរតែងសេចក្តីបែបភាសាបាទសូមអរគុណ